គិតថារឿងការខិតខំប្រឹងប្រែងពុះពៀក្នុងការងារអាហ្នឹងគឺចោលបានហើយខ្ញុំថាមិនដែលឃើញអ្នកមានកំពុងខ្ពស់ឬអ្នកមានទូនាទីធំដុំអ្នកដែលគាត់ទោះបីនៅក្នុងស្ថានភាពណាមួយយើងថាល្អជោគជ័យអីហ្នឹងគឺសិតតែអ្នកខិតខំធ្វើការមិនខ្លាចនឹងហត់បាទអានទី1ខ្ញុំឃើញណាបាទទី2គឺត្រូវតែកុំទ្រឹស្ដីខ្ញុំប្រើពាក្យកុំទ្រឹស្ដីហ្នឹងមានន័យថាកុំចេះតែតាមសភៅណាបាទប្រកែដោះបញ្ហាព្រោះអីនៅក្នុងការងារយើងឡើងទូនទីការខ្ពស់បញ្ហាការច្រើនបាទដោយសារទូនទីសិទ្ធិអំណាចដែលគេឲ្យយើងអានោះវាច្រើនអញ្ចឹងពីក្រោមមកគ្នាតែមានរឿងអីគ្នារុញមកលើហើយដោយសារទូនទីសំណាយគ្នាវានៅក្រោមតែមានអញ្ចឹងតោះយើងប្រកែអាហ្នឹងហើយដើម្បីប្រកែដោះបញ្ហាមិនដោះរបៀបទ្រឹស្ដីទេបាទដោះរបៀបទ្រឹស្ដីយើងដោះនិយាយចឹងទេបាទយើងដោះរបៀបបានតែនិយាយបានតែនេះប៉ុន្តែដល់ពេលជាលទ្ធផលអត់មានផងហ្នឹងអាហ្នឹងដោះរបៀបទ្រឹស្ដីច្រើនណាអាហ្នឹងគឺដោះតាមតថភាពជាក់ស្ដែងមួយយើងហៅ practical ហើយវា sensible ដោះដោយលក្ខណៈមួយដែលថាវាសមស្របទៅនឹងស្ថានភាពហ្នឹងហើយវាសមហេតុផលបាទអាចទទួលយកបានបាទទី3ដែលខ្ញុំគិតថាគោលការណ៍នេះដែលភាសាខ្មែរវាលើសពី hard working ទៀតណាខ្មែរមិនដឹងគេហៅមិនគេហៅអង់គ្លេសគេ tenacity perseverance អាហ្នឹងវាលើស hard working ទៀតតែសម្រាប់គោលការណ៍របស់ខ្ញុំណាបាទអាហ្នឹងគឺមានន័យថាពេលដែលយើងធ្វើការអីមួយអីចឹងវាស្តៀងនឹងមិននិយាយបោះបង់ណាយើងខំយើងធ្វើយើងអំណត់ព្យាយាមអាហ្នឹងមាននៅក្នុងភាសាខ្មែរយើងពុះពីអំណត់ព្យាយាមជំនះរាល់គ្រប់ឧបសគ្គហ្នឹងភាសាខ្មែរយើងនេះល្អអាពីហ្នឹងមិនរុញរាបាទអាហ្នឹង tenacity ហើយក៏មានការសិក្សាមួយដែររបស់សាស្ត្រាចារ្យខាងចិត្តវិទ្យាដល់ល្បីនៅសាកលវិទ្យាល័យអាមេរិកហ្នឹងគឺគាត់ទៅមួយដែលគាត់ផ្សេងពេលខ្ញុំស្ដាប់គាត់ទៅធ្វើខ្ញុំកាន់មានអារម្មណ៍ថាអូខ្ញុំមានអាហ្នឹងធ្វើខ្ញុំកាន់យកអាហ្នឹងមកអនុវត្តហ្នឹងគឺគាត់និយាយថាមនុស្សដែលប្រកែមនុស្សដែលជោគជ័យមនុស្សដែលឡើងដល់ខ្ពស់គឺដោយសារមានឋានៈសិទ្ធិហ្នឹងវាខ្ពស់បាទអាភាពរគាត់ខំកន្លែងខ្លះត្រូវលេបគ្រោះបាទដើម្បីទៅដល់អ្វីដែលយើងទៅចង់បានណាទី4ទុកចិត្តខ្លួនឯងបាទដើម្បីយើងទុកចិត្តខ្លួនឯងតើយើងស្គាល់ខ្លួនឯងបាទតើយើងចេះដឹកនាំជីវិតខ្លួនឯងតើយើងគ្រប់គ្រងជីវិតខ្លួនឯងមិនឲ្យល្អបាទហើយតើយើងត្រូវដឹងថាយើងប្រកែអីយើងខ្សោយអីអញ្ចឹងពេលដែលយើងទុកចិត្តខ្លួនឯងខ្ញុំមិនមែនចង់មានន័យទុកចិត្តខ្លួនឯងដោយមិនសមហេតុផលណាបាទពួតអាងមោទនភាពបាទអាហ្នឹងគឺមិនសូវវែងឆ្ងាយទេបើតែយើងទុកចិត្តខ្លួនឯងដោយវាខាងក្នុងវាប្រហោងណាបាទអាហ្នឹងគ្រោះថ្នាក់បាទពេលខ្ញុំនិយាយទុកចិត្តខ្លួនឯងតើយើងអញ្ចឹងស្គាល់ខ្លួនឯងច្បាស់ដឹកនាំជីវិតខ្លួនឯងឲ្យច្បាស់គ្រប់គ្រងជីវិតខ្លួនឯងបានមុននឹងយើងចង់ទៅដឹកនាំគេគ្រប់គ្រងគេហើយដែលខ្ញុំថាជីវិតរបស់យើងមានជំនាញចំណេះដឹងលក្ខណៈពិសេសរបស់យើងមួយមានតែយើងយកអានឹងទៅប្រើបានពេលគាត់មានទូនទីក្នុងការចង្អុលបង្ហាញបាទតោះតែយើងទុកចិត្តខ្លួនឯងធ្វើម៉េចអានឹងជា uniqueness របស់យើងមួយគិតថារឿងការខិតខំប្រឹងប្រែងពុះពៀក្នុងការងារអាហ្នឹងគឺចោលបានហើយខ្ញុំថាមិនដែលឃើញអ្នកមានកំពុងខ្ពស់ឬអ្នកមានទូនាទីធំដុំអ្នកដែលគាត់ទោះបីនៅក្នុងស្ថានភាពណាមួយយើងថាល្អជោគជ័យអីហ្នឹងគឺសិតតែអ្នកខិតខំធ្វើការមិនខ្លាចនឹងហត់បាទអានេះទី1ខ្ញុំឃើញណាបាទទី2គឺត្រូវតែកុំទ្រឹស្ដីខ្ញុំប្រើពាក្យកុំទ្រឹស្ដីហ្នឹងមានន័យថាកុំចេះតែតាមសភៅណាបាទប្រកែដោះបញ្ហាព្រោះអីនៅក្នុងការងារយើងឡើងទូនទីការខ្ពស់បញ្ហាការច្រើនបាទដោយសារទូនទីសិទ្ធិអំណាចដែលគេឲ្យយើងអានោះវាច្រើនអញ្ចឹងពីក្រោមមកគ្នាតែមានរឿងអីគ្នារុញមកលើហើយ